បាទជំរាបសួរបបងប្អូនឥឡូវនេះខ្ញុំបានមកដល់ភូមិពន្លាកឃុំចុងជីកស្រុកដំបែខេត្តត្បូងឃ្មុំទីតាំងផ្ទះបងស្រីបានប្រកបរបរនៅក្នុងការចិញ្ចឹមចង្រិតដើម្បីបាទលក់និងចែកចាយទៅលើទីផ្សារទាំងក្នុងស្រុករហូតទៅដល់មានបងប្អូននៅក្រៅស្រុកក្រៅខេត្តហ្នឹងក៏តំណាក់តំណងបងស្រីសម្រាប់ការទិញពូជដើម្បីចិញ្ចឹមបន្តបងស្រីជាអ្នកចិញ្ចឹមចង្រិតដំបងគេនៅក្នុងភូមិពន្លាកនេះតែម្ដងអញ្ចឹងចង់ដឹងថាតើបច្ចេកទេសនៃការចិញ្ចឹមរបស់បងស្រីឈានរហូតដល់មានបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបំបែកសាខាចិញ្ចឹមបាទរហូតជាច្រើនគ្រួសារអញ្ចឹងតើមានតិចនិចអីខ្លះជួបជាមួយនឹងបងស្រីតែម្ដងបាទជម្រាបសួរបងចាជំរាបសួរសូមស្គាល់ឈ្មោះបងមានឈ្មោះអីដែរខ្ញុំឈ្មោះហ៊ានជ័យគ្រូបាទបងហ៊ានជ័យបងចំពោះការចិញ្ចឹមចង្រិតបងដាក់ចិញ្ចឹមនេះប្រហែលត្រង់ដែរបងប្រហែលទៅឥឡូវហ្នឹងហ៎បាទ8ត្រង់គ្រូ8ត្រង់បងណាចាក្នុងមួយត្រង់ដាក់បានពូជប្រហែលដែរបើយើងដាក់ពូជដាក់6កញ្ចប់បាទ6កញ្ចប់ចាយើងដាក់6កញ្ចប់អូក្នុងមួយកញ្ចប់ប្រហែលគីឡូដែរយើងអត់ដឹងថាទៅសរុបត្រង់ដឹងគេថាលក់ទៅយើងបាន30គីឡូឬ40គីឡូអញ្ចឹងយើងប្រមូលផលទៅគ្រូអូបាទហើយនេះប្រហែលថ្ងៃហើយបងចង្រិតដែលដាក់នេះ10ថ្ងៃ12ថ្ងៃចាពី10ថ្ងៃបងប៉ុណ្ណឹងហ៎ចាពី10ថ្ងៃគ្រូអូបាទអានេះស្លឹកហ្នឹងគេដាក់ដើម្បីអីបងដាក់ឲ្យវាជួយស៊ីឲ្យវាធំធាត់អញ្ចឹងអានឹងជំនួយអញ្ចឹងវាស៊ីស្លឹកអាហ្នឹងស្លឹករ៉ាក់អានឹងគេហៅស្លឹករ៉ាក់ហ្នឹងបាទចាអញ្ចឹងថាក្រៅពីស្លឹកហ្នឹងវាស៊ីលឹកសាឡូងលឹកបាសលឹកតកួនហ្នឹងគ្រូអូបន្លែបៃតងយើងចាបាទមើមតឡងមើមអីហ្នឹងតែយើងត្រួយណាបានឲ្យស៊ីបាទហើយចុះអាលឿងនេះគេបងអាហ្នឹងចំណីមានផ្សំពីអីខ្លះបងដាក់កតក់លេពីកតក់កិនចូលគ្នាទៅចាចឹងបងចំពោះការចិញ្ចឹមរយៈពេលប្រហែលដែរចាប់ពីយើងដាក់ពងរហូតដល់យើងប្រមូលផលបានណាដាក់ពងដល់ប្រមូលផលបាន40ថ្ងៃគ្រូ40ថ្ងៃចាបាទនេះបងចាំប្រភេទពូជអីខ្លះបងពូជអានឹងគេហៅអាក្រហមបងចានឹងទូចទេបាទឬបងជាក់មិញថាមានពូជក្រហមពូជខ្មៅចាមានពូជក្រហមពូជខ្មៅខ្ញុំចាំពូជអាខ្មៅ4ត្រង់អាក្រហមនឹង4ត្រង់ខុសគ្នាមិនបងពីរហ្នឹងខុសគ្នាអាខ្មៅនឹងធំជាងនឹងអូបាទចាអាខ្មៅនឹងអត់សូវស៊ីលឹកឈើទេអាក្រហមនឹងស៊ីលឹកឈើបាទនេះយើងដាក់ចំបើងនេះវានៅហ្មងណាចាវាដាក់យើងដាក់ចំបើងដាក់ជួងក្រោមនឹងធ្វើសបុកឲ្យវានេះបាទវានៅតាមហ្នឹងនេះសូមបច្ចេកទេសបងតិចពីដំបូងដែលយើងដាក់ពងមកហ្នឹងយើងមានរបៀបរបបបច្ចេកទេសដាក់យ៉ាងម៉េចដែរបងឲ្យមានរៀបចំបើងរៀបអីចឹងបងយ៉ាងម៉េចដែរមុននឹងចាប់លក់យើងយកពងសិនគ្រូបាទរយៈពេលប្រហែលជា30ថ្ងៃថ្ងៃចរិតនឹងពាក់ឡាបអស់ហើយពាក់ឡាអស់វាយំបាទចាវាយំទៅយើងយំដឹងថាវាពងវា35ថ្ងៃហ្នឹងវាពងអត់តន់ចាស់ហើយវានៅខ្ចី36 7ថ្ងៃវាចាស់យើងដាក់យកពងបាទយើងដុតកាមរួចយើងផ្សោះវាទៅយើងយកដាក់បេលើកណាត់បេដាក់លើនឹងទៅវាឡងពងខ្មៅហ្មងបងវាចាហើយវាចេញដែរណាពេលយើងយកចេញយើងដាក់ពេលល្ងាចព្រឹកយើងយកចេញយើងបោសចេញទៅយើងខ្ចប់ទុកទៅឲ្យវាសើមចាំដល់ពេលនេះទៅខ្ញុំយកនៅពងខ្ញុំអាខ្មៅខ្ញុំខ្ចប់ទុកឲ្យមើលចាំខ្ញុំយកឲ្យមើលអូនេះបាទពងស៊ីបងប្អូនចានេះវាពងស៊ីបងប្អូននេះច្រឡំថារុយឃុំអត់ទេចង្រិតអូចេះបងពេលយើងចំហទូចឹងអត់លោតចេញអត់អីណាបងអត់លោតទេគ្របនេះគ្របសម្រាប់ពេលមន់នឹងជីងចក់អីខ្លានេះចូលលេគ្របនេះឲ្យវាលោតវាលោតទេបាទតែខ្ញុំជឿឃើញមាននេះស្មុកដាក់ពងទាពងមន់អាហ្នឹងគេដាក់ដើម្បីអីបងដាក់ឲ្យវានៅពេលវាសងំហមហ្នឹងដល់ពេលវាក្តៅវាចូលទៅសងំនឹងនេះវាសិតតែវាសងំនៅហ្នឹងដាក់វានៅសងំអូបាទចាខ្ញុំឃើញបងដើរបាញ់ទឹកពីលើហ្នឹងបាញ់លើហ្នឹងឲ្យវាសើមឲ្យវាឡើងមកជក់បើថ្ងៃផងវាក្រាបទៅអស់ពេលយើងបាញ់ទៅវាឡើងមកបឺតហ្នឹងគ្រូបាទមួយថ្ងៃប៉ុន្មានដងបងបាញ់បើថ្ងៃក្តៅ5ដងអីទៅបើតែជា3 4ដងអីទៅញ៉ាំបាទខ្ញុំឃើញត្រង់នៅក្រោយមានទៀតទេបងបាទបាញ់នាំខ្ញុំទៅមើលតិចមើលបងអានោះដាក់ថ្ងៃតែមួយបងអានោះដាក់ថ្ងៃតែមួយឯងដាក់ថ្ងៃជាមួយអាហ្នឹងបាទចានេះអានេះយើងដាក់ថ្ងៃតែមួយខាងមុខដែរបងថ្ងៃតែមួយគ្រូខាងនេះដាក់បានត្រង់បងសានោះដាក់4ត្រង់អានេះចិត្តញាស់ដាក់4ត្រង់ទៀតដាក់2វគ្គអញ្ចឹងគ្រូបានលក់2វគ្គបាទចុះពូជគេទិញតបងលក់តបានតម្លៃប៉ុន្មានដែរពូជបង30000 20000បើអ្នកស្រុក20000អញ្ចឹងគ្រូបាទឃើញដូចជានៅភូមិពលាកហ្នឹងមានអ្នកចិញ្ចឹមតាមច្រើនគ្រូគ្រប់អីភូមិទាំងគ្រប់ផ្ទះឥឡូវចែកចាយចេះបងមើលទៅ
bên trai cái tết riêng xưa đấy bọn nè chả mình ọt về ọt hot đây tay về là vuaไปกระปอกอันนั้น nơi sợi tật sợi ចាវាក៏เป็นប៉ុកចា cho dương viên ai miền thi FC ក៏មកថាយើងស្រោចរាល់ថ្ងៃហ៎បងមិន មាននេះគេរេសយោតាមស៊ីស៊ីត្រង់នឹងទៅឬទៅគេចោះគេដាក់កដាត់ឲ្យវាបឺតចឹង អូបាទវាស្រេច អានឹងយើងស្រោចតែមួយថ្ងៃអីទៅឲ្យវាត្រជាក់តែយើងខ្ជិលយើងធ្វើអញ្ចឹងកើតដែរយើងធ្វើអញ្ចឹងហ្មងទៅ បាទអានេះមានប្រកាន់រដូវវស្សាប្រាំងអីទេបង ប៉ុន្តែបើតាមខ្ញុំចាំដកមានប្រកាន់អីផង បាទយើងមើលថាតែតាមនឹងទៅបងណា ចាបើក្តៅយើងថែវាច្រើនយើងខែវស្សាទៅបើក្តៅយើងបាញ់ទឹក4 5 6ដងអញ្ចឹងឲ្យវាត្រជាក់ទៅបើខែវស្សាយើងបាញ់3 4ដងអញ្ចឹង បាទ អានឹងយើងនេះម្នាក់ឯងយើង ការងារនៅផ្ទះ ចា ណាមួយគេថាបានប្រាក់ប្រចាំថ្ងៃបងប្អូនយើងណាបាទពេលដល់ពេញលក់ហ្នឹងចាប់ផ្ដើមមានអ្នកមកទិញបាន1គីឡូបានបង កាខ្ញុំចាំដំបងទេ9000 10000ឥឡូវ10000ជាងហើយគ្រូ បាទ គេមកយកដល់ផ្ទះទៀតឥឡូវមុនដឹកឲ្យគេ បាទ ឥឡូវអត់ខ្វះឲ្យតែមានអត់ខ្វះមួយហ្មង តាម Facebook បងប្អូនឡានធ្លាប់ឃើញល្បីហើយបាទចង្រិតលីងចង្រិតប្រឡាក់គ្រឿងអីហ្នឹងតាម កាខ្ញុំចាំដំបងគេសួរថាធ្វើត្រង់អីឲ្យហ៊ានថាចាំចរិតអីខ្មាស់គេយកមកដំបងគេអត់មានដូចខ្ញុំទៅនោះចាំចរិតនោះ ធ្លាប់តែចាំជ្រូកចាំអីបងណា ចាំគោចាំអីចាំមាន់ដល់ពេលមកចាំចរិតប៉ុនសក់អញ្ចឹង បាទមានណាពេលដល់មកផលទៅវិញទប់បានច្រើនហ្មងណាបាទនេះបានកូនរៀនបានប្រចាំថ្ងៃបងណា ចា បាទបងប្រុសអត់នៅក៏យើងអាចនៅថែបាទ អត់នៅក៏ខ្ញុំចាំដែរចាព្រៃខ្ញុំមាននៅផ្ទះឯណាទៅ ហ្នឹងហើយបងនិយាយចេញបងខ្ញុំចង់មើលពង ចាចាំខ្ញុំយកឲ្យគ្រូ បាទបងអានេះពងវាហ្មងណា ចាពងនេះពងវាក្រហមសណា អូលេងមួយអីបងឃើញខ្មៅ អានេះយើងដុតកាមដាក់ឲ្យវាឡើងកាលពេលយើងយកពង អូបាទបាទអានេះបើយើងយកទៅដាក់ត្រង់បានមកត្រង់ហ្នឹងក៏មិនបង យើងដាក់5កញ្ចប់6កញ្ចប់បានមកត្រង់កញ្ចប់តិចតួចបាទធំមិញដាក់មកកញ្ចប់មកត្រង់ហ្មង មិនថ្ងៃនេះបងនេះពង អានេះ6ថ្ងៃហើយប្រហែលជា2ថ្ងៃទៀតញាស់ហើយ អូពេលញាស់ទៅយើងយកមកដាក់ យើងញាស់ទៅយើងរៀបអាត្រង់ថ្មីចាក់អានេះពីក្រៅធ្វើដូចអានោះចឹង ខ្ញុំបាទយើងបង្កើតបានមុខរបរមួយផ្សេងទៀតហ្នឹងនេះជាគួរជាទីចាប់អារម្មណ៍បងប្អូនយើងដែលគាត់ចង់ចិញ្ចឹមអាចតាក់ទងបាននៅខ្ញុំនឹងដាក់លេខទូរស័ព្ទបងស្រីនៅក្នុងវីដេអូនេះបងអាចតាក់ទងបានហើយឬក៏ comment ក្នុងវីដេអូក៏បានដែរយើងនឹងផ្ដល់លេខទូរស័ព្ទជូនទៅកាន់បងប្អូនដែលចង់ចិញ្ចឹមដូចជាមិនពិបាកទេបងណា អត់បាក់ អត់ពិបាកទេហើយដាក់យើងមើលថែទីទួយការងារនៅផ្ទះស្រីក៏ធ្វើការបានដែរ បាទចេះបងអាយើងចាំឲ្យទុកដល់ពេលពងបាយរយៈពេលប៉ុន្មានដែរ 40ថ្ងៃតាំងពីយើងដាក់ទៅប៉ណ្ណឹងទុយឲ្យច្បាស់គ្រូឲ្យច្បាស់4 5ថ្ងៃទៀតមកមើលទុយទៅពីទុយអញ្ចឹងហី បាទដល់ ចាដល់ពេលឡើងកន្លះខែទៅធំហ្មងយឺតទៅនឹងកន្លះខែ អីដូចជាមាននៅបាក់ឃើញដាក់ឲ្យទឹកផឹកអីបងគាត់ដាក់បាញ់30 អត់បាក់ទេតែបើគេរាយសយោមិនបាច់បាញ់ក៏បានដែរគេរាយសយោឲ្យវាបឺតនោះ បាទ តែខ្ញុំធ្វើអញ្ចឹងកាត់ខ្ញុំធ្វើអញ្ចឹងតា ទីផ្សារបាក់លុយបង អត់បាក់ទេ បាទ បាទលើអត់បាក់ឲ្យចាំមើលទៅមុខទៀតដឹងមិនខ្ញុំដឹងទេណា បើថាច្រើនប៉ុន្តែតម្រូវការអ្នកទទួលទាននៅតែច្រើនមើលឃើញតាម concert តាមសំបីកន្លែងការក៏មានលក់ចង្រិតដែរឥឡូវ ចា ហើយដំបងបងចំណាយទុនប្រហែលដែរ ដំបងអស់ក្រៅតែគ្រូត្រង់ប៉ុន្តែយើង បានរហូត ចាវាត្រង់យើងធ្វើទៅបានរហូតជួងនេះយើងទិញទៅមួយសា3 4ដងអញ្ចឹងมันខូចអញ្ចឹងហ៎គ្រូ បាទហ្នឹងបងបាទ វានិយាយទៅវាអស់ចំណាយដំបងអស់ច្រើនដែរតាមកត្រង់បាក់30ម៉ឺននោះ បាទតម្លៃ10000ជាងហ្នឹងអត់អីទេបងណាគូសំតម្លៃ អត់អីទេប៉ុណ្ណឹងបើនៅពេលប៉ុណ្ណឹងថេមិនអីទេ បាទការចិញ្ចឹមក៏កាន់តែ ការមានចិញ្ចឹមរិចចម្រើនហ្មងបើសិនតែតម្លៃ10000ជាងអញ្ចឹងរហូត ហ្នឹងបាទអរគុណច្រើនបងសម្រាប់ការផ្ដល់កិច្ចភាពបាទអរគុណ